ឆ្លើយតបជាមួយនឹងសំណួរដែលបងប្អូនយើងភាគច្រើនក៏តែងតែសួរពាក់ព័ន្ធជាមួយនឹងការ refund លុយពី Alibaba អញ្ចឹងនៅពេលដែលយើងធ្វើការកម្មង់ទិញខុសឬក៏យើងក៏ចង់ cancel តាមរយៈណាមួយដែលយើងបានទូទាត់លុយហើយណាមានថាយើង refund បែបណាត្រឡប់មកវិញអញ្ចឹងដើម្បី refund លុយត្រឡប់មកវិញខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នានៅវីដេអូមួយនេះពាក់ព័ន្ធជាមួយនឹងការទិញពី Alibaba គឺអត់ដូច website តៅប៉ៅឬក៏ website ផ្សេងនេះនៅពេលដែលយើងដាក់កម្មង់ទិញគឺវាអូតូភ្ជាប់ជាមួយនឹង Visa card របស់យើងអាចធ្វើការបញ្ជាទិញ direct តែម្ដងប៉ុន្តែសម្រាប់ Alibaba គឺនៅពេលដែលយើងធ្វើការ start order ភ្លាមគឺវាអត់ធ្វើការបញ្ជាដល់ដំណាក់កាល payment យើងទូទាត់ Visa card គឺអត់ទាន់ដល់ទេគឺត្រូវ load មកកន្លែងហាងបែបនេះរូបភាពបែបហ្នឹងអញ្ចឹងខាងហាងគេត្រូវផ្ញើ form មកឲ្យយើងដើម្បីធ្វើការ make payment ហើយយើងធ្វើការចុចលើប៊ូតុង make payment ហ្នឹងទើបវាចូលដល់ដំណាក់កាលនៅក្នុងការបញ្ជាទិញអញ្ចឹងពាក់ព័ន្ធជាមួយនឹងការចរចាពាក់ព័ន្ធជាមួយនឹងតម្លៃដឹកជញ្ជូនពីហាងមកកន្លែងយើងយើងត្រូវ check មើលច្បាស់ពីព្រោះពេលខ្លះតម្លៃ shipping fee ពីហាងមកក្រុមហ៊ុនដឹកជញ្ជូនដែលយើងដាក់ហ្នឹងគឺវាឆ្ងាយអញ្ចឹងធ្វើឲ្យតម្លៃហ្នឹងវាថ្លៃខ្លាំងដែលយើងបើទូទាត់ទៅគឺវាថ្លៃជាងតម្លៃវ៉ាន់ទៀតអញ្ចឹងអាហ្នឹងត្រូវ check ដែរហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹងការកម្មង់ទិញបងប្អូនទាំងអស់គ្នាក៏ត្រូវប្រយ័ត្នរឿងមួយទៀតដែរនៅពេលដែលយើងធ្វើការកម្មង់ទិញយើងត្រូវតែទូទាត់តាមរយៈ form ដែល supplier របស់យើងបានធ្វើការផ្ញើមកឲ្យយើងបែបនេះហើយយើងធ្វើការទូទាត់នៅក្នុង platform Alibaba ប៉ុន្តែបើសិនជាម្ចាស់ហាងខ្លះគឺគាត់ចង់ឲ្យយើងទូទាត់ direct ជាមួយគាត់អញ្ចឹងការដែលយើងទូទាត់ direct ជាមួយគាត់វាអាចមានបញ្ហាឧទាហរណ៍ថាយើងធ្វើការផ្ញើលុយទៅគាត់ផ្ទាល់ហើយយើងអត់មានបាន process អីជាមួយនឹង payment ខាង Alibaba ទេអញ្ចឹងនៅពេលដែលមានបញ្ហាណាមួយអត់ទទួលបានអីវ៉ាន់ឬក៏អីវ៉ាន់នឹងមានបញ្ហាណាមួយមានន័យថាគឺយើងពិបាកដោះស្រាយមែនទែនដោយសារតែវាអត់ស្ថិតក្រោមការគ្រប់គ្រងរបស់ខាង website Alibaba អញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើ payment ផ្សេងគឺត្រូវតែតាម platform Alibaba ជៀសវាងបញ្ហាកាត់ឡើងណាមួយអញ្ចឹងឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងវិញបន្ទាប់ពីយើងចុចមកកន្លែងនេះកន្លែង make payment ហ្នឹងណាបងប្អូនទាំងអស់គ្នាធ្វើការបញ្ជាទិញឥឡូវខ្ញុំធ្វើការបញ្ជាទិញសិនដោយសារតែខ្ញុំមានអីវ៉ាន់ដែលបញ្ជាទិញរួចរាល់អញ្ចឹងពិបាកនៅក្នុងការធ្វើជាឧទាហរណ៍នៅក្នុងការ refund ឥឡូវនេះខ្ញុំធ្វើការបញ្ជាទិញអីវ៉ាន់មួយហ្នឹងគឺបានសម្រេចហើយឥឡូវខ្ញុំត្រឡប់មកកន្លែងរូបមនុស្សស្ដាំដៃណាឥឡូវនេះខ្ញុំចូលត្រឡប់មកកន្លែងរូបមនុស្សស្ដាំដៃនេះមកដល់កន្លែងនេះខ្ញុំឃើញកន្លែង process order របស់ខ្ញុំហ្នឹងវាចូលកន្លែង processing អញ្ចឹងកំពុងតែដំណើរការអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំអាចធ្វើការ refund បានដូចនិយាយអញ្ចឹងបើសិនជាយើងជ្រុលយូរពេកក៏ refund ពិបាកដែរដោយសារតែខាងហាងហ្នឹងគឺបានរៀបចំមកដល់ក្រុមហ៊ុនដឹកជញ្ជូនហើយអញ្ចឹងបើសិនជាខាងហាងមកដល់ក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគឺពិបាក refund ណាប៉ុន្តែកន្លែងនេះគឺយើងអាចធ្វើការ refund បានអញ្ចឹងយើងចុចកន្លែងហ្នឹងមកគឺយើងឃើញហើយនេះកន្លែងអីវ៉ាន់ដែលយើងកំពុងតែ processing order ហ្នឹងយើងចុចលើអីវ៉ាន់ហ្នឹងមកហើយយើងចុចលើអីវ៉ាន់ហ្នឹងមកគឺវារត់មកផ្ទាំងបែបនេះអញ្ចឹងនេះគឺជា process ដំណើរការអីវ៉ាន់របស់យើងហើយកន្លែងនេះវាមានកន្លែង apply for refund អញ្ចឹងយើងគ្រាន់តែចុចលើពាក្យ apply for refund ហ្នឹងមកងាយស្រួលទេដោយសារជាភាសាអង់គ្លេសរបស់ website ថៅប៉ៅគឺជាភាសាចិនអញ្ចឹងពេលខ្លះយើងត្រូវ Google Translate ដែរអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងចុច refund submit មកគឺវាបានសម្រាប់ហើយគាត់ថាពាក់ព័ន្ធជាមួយនឹងការ refund លុយត្រឡប់មកវិញវាអាចបាត់កតុយតិចតួចអីចឹងណាពាក់ព័ន្ធជាមួយនឹង fee ដែលគេកាត់អូខេឥឡូវនេះខ្ញុំបាន refund ជោគជ័យហើយអញ្ចឹងការ refund របស់ខ្ញុំគឺបានជោគជ័យហើយអញ្ចឹងយើងរងចាំរយៈពេលចន្លោះ10ថ្ងៃចន្លោះពេលធ្វើការហ្នឹងប៉ុន្តែជាក់ស្ដែងវាអត់ដល់10ថ្ងៃទេចន្លោះពី3ថ្ងៃហ្នឹងគឺយើងបានទទួលលុយរបស់យើងវិញហើយសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់ចែកម្លែកតែប៉ុណ្្នឹងឯងហើយសម្រាប់បងប្អូនមួយចំនួនដែលគាត់មានបញ្ហាណាមួយគឺអាច comment ខាងក្រោមឬជាសំណួរណាមួយក៏អាច comment បានដែរឬក៏អាចឆាតតាម Telegram របស់ខ្ញុំផ្ទាល់អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ